ឆ្លើយតបទៅកាន់សំណួររបស់បងដែលសួរអំពីតម្លៃពន្ធផ្លូវទៅលើរថយន្ត Toyota Hilux Travo ឆ្នាំ2027បាទអញ្ចឹងរថយន្តនេះ design ថ្មីទាំងស្រុងបងបាទ design ថ្មីទាំងស្រុងប៉ុន្តែមុននឹងឆ្លើយតម្លៃពន្ធផ្លូវខ្ញុំសូមបង្ហាញបងតាក់ទងជាមួយម៉ាស៊ីនបន្តិចបាទហើយមានភាពងាយស្រួលមួយគម្របខាងលើរបស់យើងហ្នឹងគឺយើងបំពាក់បូមដើម្បីងាយស្រួលមិនថាបងប្រុសបងស្រីគាត់លើកអត់ធ្ងន់ទេបាទអញ្ចឹងយើងស្រួលនៅក្នុងការបិទបើកមានបូមណាបាទអញ្ចឹងទៅលើម៉ាស៊ីនរបស់ Travo បាទយើងបំពាក់ម៉ាស៊ីន Mazut ទំហំ 2.8 លីត្រតាក់បូបាទម៉ាស៊ីនធំបងប្អូនទាំងអស់គ្នាបាទអញ្ចឹងពន្ធផ្លូវ 60,000 រៀលប៉ុន្តែកម្លាំងរបស់ម៉ាស៊ីនវិញរហូតដល់201សេសបាទកម្លាំងនេះបងជន់បានស្ទុះវ៉ាស្រួលបើកបលឿនស្រួលក្នុងការបញ្ជាបាទកម្លាំងគឺថាមកពលពេញហើយកម្លាំងរមួលរហូតដល់500 ញូតនម៉ែត្របងបើកបលផ្លូវពិបាកបងត្រូវការសណ្ដោងបាទបងត្រូវការដឹកបាទគឺកម្លាំងវាពេញលេញសម្រាប់បងអាចជំនះបានគ្រប់ឧបសគ្គបាទហើយសម្រាប់ម៉ាស៊ីននេះកម្រិតនៃការស៊ីត្រឹមតែ6 លីត្រជាងទៅ8 លីត្រតែប៉ុណ្ណោះសំចៃខ្ពស់មែនតើបាទអញ្ចឹងសម្រាប់បងចាប់អារម្មណ៍ចង់បាន Travo បងអាចតំណងលេខទូរស័ព្ទខាងលើបានហើយឥឡូវនេះយើងក៏មានស្តុកលឿនសម្រាប់បងដែរបញ្ញាព្រោះរនឡើងបងណាព្រោះដោយសារតែលក់ដាច់មែនតើអតិថិជនកំងច្រើនណាស់បាទអរគុណជំរាបលា